The New York Times President Vladimir Putin of Russia on Thursday visited islands seized from Japan at the end of the World War II for the first time លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានមកបំពេញទស្សនកិច្ចជាលើកទី1នៅដែនដីកោះដែលបានរឹបអូសពីប្រទេសជប៉ុនបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី2 Prompting an angry rebuke from Tokyo ជាហេតុបណ្ដាលធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីទីក្រុង Tokyo The visit was the latest flare up in tensions between Russia and Japan ការមកធ្វើទស្សនកិច្ចជាលើកចុងក្រោយបណ្ដាលឲ្យមានភាពតានតឹងរវាងប្រទេសរុស្ស៊ីនិងប្រទេសជប៉ុនបាទសូមអរគុណ